Nè bong ôn mơ ạ cái tiêu cắt bỏ nhôm mắt nhôm phơ hai từ nổ nguyện tên đi nhôm cắt tiệp trong nhám á hai bong ôn mà nè lằng swat tôn lằng toán toán mong lằng tôn ngay nhá cái nhớ nhôm tiền mà lằng swat giống á cái nhớ mà bong ôn hai mươi snow kê ôi từ nổ nguyện tên nó bong ôn hai dân nhằm chân máu dân đạn cho muối nắng sạch bạch tê nôm trường chủ ấy cho má tam ca cho chất miền phải lại mình ấy tí đó bong ôn phải lại dân miền sẽ đại ông miền xăm nhăm vào bãi sẽ đại sẽ so chi chân ta nè nè thì nhé hai chúng muốn nâng tập tay phải bỏ nhôm tiệt bong ôn ơi hai ní nhôm mà bằng hàng tập tay phải bỏ nhôm tục được chuyện trong chữ yên này tiền mà tiền má tập tay phải bỏ nhôm ní cứ bong ôn chẳng tam tam video thưa tập tay phải nhằm cho muối nắng tiêu cắt bằng sống nắng ạ tập tay phải rồi chuyện bẩn nọ tập bên đây ha bong ôn cứ ngay mình tên tao cũng ở khát tay về dú bong ôn tao dần chập đàm tới rồiជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចូលឆ្នាំនេះបងប្អូនទៅស្រុកបងប្អូននៅស្រុកណាខ្លះចំពោះខ្ញុំវិញអត់មានស្រុកទៅគេទេខ្ញុំអ្នកភ្នំពេញតែម្ដងកើតនៅអូស័យអញ្ចឹងណាហើយថ្ងៃនេះជាថ្ងៃចូលឆ្នាំអញ្ចឹងផ្សារគេបិទអស់ហើយតែសំណាងឯងតែទិញម្ហូបទុកហើយថ្ងៃនេះជុំគ្នាខ្ញុំធ្វើកាទៀវមូឬក៏ហៅថាកាទៀវកាត់កាទៀវខ្ចប់យើងហ្នឹងណាអញ្ចឹងណាចានេះបងប្អូនហើយក្បួនធ្វើនេះគឺស្រួលមែនតែនខ្ញុំប្រាប់នេះគឺអត់មានញ៉ៃញ៉ៃទេបងប្អូនឃើញទេកាទៀវមូរបស់ខ្ញុំខ្ញុំវិចបានច្រើនណាធ្វើបានល្អមែនតែនសារហ្នឹងគឺល្អខ្លាំងណាស់អត់មានឧបសគ្គអីទេធ្វើបានឡើងស្អាតហើយឡើងល្អតែម្ដងមុនដំបូងគឺខ្ញុំត្រូវលាយម្សៅព្រោះម្សៅហ្នឹងលាយទុកកន្លះម៉ោងអីចាំយើងចាក់បានល្អហើយម្សៅប្រភេទនេះគឺរបស់វៀតណាមបងប្អូនចង់លាយខ្លួនឯងក៏បានវីដេអូលាយខ្លួនឯងហ្នឹងគឺខ្ញុំបានចេញវីដេអូហ្នឹងរួចហើយអញ្ចឹងអានេះខ្ញុំទិញម្សៅមកតែគេលាយស្រាប់ណានេះគឺម៉ាក់បែបនេះគេប្រាប់ពីធ្វើនំនេះណានេះចាអញ្ចឹងម្សៅមួយកញ្ចប់ហ្នឹងយើងយកមកមើលហ្នឹងវាមានសរសេរអង់គ្លេសអក្សរវៀតណាមហ្នឹងលាយគ្នាអញ្ចឹងមួយកញ្ចប់ហ្នឹង400ក្រាមហ្នឹងលាយទឹក1លីត្រប៉ុន្តែចំពោះខ្ញុំវិញគឺខ្ញុំអត់លាយ1លីត្រទេបងប្អូនព្រោះខ្ញុំខ្លាចវាជ្រាយពេកណាព្រោះខ្ញុំទិញតែមួយកញ្ចប់ទេខ្ញុំអត់បានសគួរហើយថ្ងៃចូលឆ្នាំទៀតនៅតែទិញណាបើជ្រាយណាអញ្ចឹងខ្ញុំលាយវាទឹកវា800 ml ទៅ900 ml ចិត្ត1លីត្របានហើយអត់ហ៊ានលាយឲ្យនេះរាវតាមក្បួនគេពេកអីខ្លាចវាទន់ណាចាឥឡូវខ្ញុំចាក់ទឹកចំនួន800 ml ហើយខ្ញុំកំណត់ថាដាក់800 ml សិនចំនួន800 ml ហ្នឹងយើងចែកជា2ដាក់400 ml សម្រាប់ទឹកសាបទឹកត្រជាក់400 ml ទៀតសម្រាប់ទឹកដាំពុះតែក្តៅឥឡូវយើងដាក់អំបិលចូលមកស្ព្រាកាហ្វេចូលទៅដើម្បីឲ្យម្សៅនំនឹងចាក់ចូលទៅមានជាតិណាកុំឲ្យវាសាបភ្លែមយើងកូរគ្រឿងនឹងឲ្យសព្វចូលគ្នាអញ្ចឹងទឹកក្នុងមួយកំប៉ុងហ្នឹងវា1លីត្រអញ្ចឹងខ្ញុំចាក់តា400 ml ចូលសិនយើងចាក់វាមកឲ្យកូរវាសព្វនេះយើងចាក់មកណាហើយទឹកពាក់កណ្ដាលទៀតខ្ញុំបានដាក់ដាំបដាឲ្យពុះពេលយើងលាយទឹកសាបនឹងឲ្យវាសព្វហើយយើងចាប់ដើមចាក់ទឹកក្តៅនឹងចូលធ្វើអញ្ចឹងបានម្សៅយើងស្វិតល្អនេះខ្ញុំកូរវាឲ្យវារលាយសព្វអញ្ចឹងណាឃើញទេសព្វអញ្ចឹងហើយខ្ញុំទឹកដែលក្តៅពុះហ្នឹងយើងចាក់ចូលមកអញ្ចឹងតាំងទឹកក្តៅទឹកត្រជាក់ហ្នឹងគឺយើងប្រើចំនួន1លីត្រណា1លីត្រឬក៏800 ml ទៅប៉ុណ្ណឹងណាយើងចាក់មកយើងកូរវាភ្លាមអញ្ចឹងទេម្សៅនឹងវាឆ្អិនកកដុំឃើញទេយើងចាក់វាមកនេះយើងកូរវាឲ្យសព្វអញ្ចឹងហើយយើងបន្ថែមមួយប្រេងឆាមកសព្រាណាដើម្បីឲ្យសាច់ម្សៅនឹងទន់ស្វិតឆ្ងាញ់ដាក់ប្រេងឆាមកសព្រាចូលប៉ុណ្ណឹងមកកូរហើយឲ្យវាសព្វអញ្ចឹងយើងទុកវាកន្លះម៉ោងចាំយើងចាក់ឥឡូវយើងងាកមកធ្វើស្នូម្ដងខ្ញុំចាក់ប្រេងឆាចូលខ្ទះមកបើកភ្លើងឲ្យខ្លាំងតិចមកដើម្បីយើងឆាសាច់នេះស្នូយើងដាក់ខ្ទឹមសចូលយើងលីងឲ្យវាឡើងឈ្ងុយមក
គ្រឿងផ្សំនៃការធ្វើ snow នេះគឺអត់មានស្មុគស្មាញទេគ្រឿងផ្សំបន្តិចទេតិចទៀតខ្ញុំបង្ហាញបងប្អូនម្ដងមួយណាឥឡូវយើងលីងខ្ទឹមឡើងឲ្យឈ្ងុយបន្តិចចាំយើងចាក់សាច់ក្រាមយើងចូលនេះសាច់ក្រាមណាបងប្អូន snow នេះបងប្អូនខ្ញុំដាក់សាច់នេះកន្លះគីឡូគឺ500 ក្រាមហើយសាច់ហ្នឹងបងប្អូនកុំយកសាច់សុទ្ធពេកអត់ឆ្ងាញ់ទេបងប្អូនយកសាច់ស្មើមុខកាត់ចុះលាខ្លាញ់តិចតិចនឹងឆ្ងាញ់ឥឡូវឈ្ងុយហើយយើងចាក់សាច់ចូលមកហើយកច្រាមហ្នឹងឲ្យម៉ត់តិចមកហើយយើងទៅធំសាច់នេះឲ្យវាបែកជាដុំតូចតូចល្អិតណាយើងលីងសាច់ហ្នឹងឲ្យទូចល្អិតដាច់ទឹកប្រៃសិនទៅហើយយើងចាប់ដើមដាក់គ្រឿងនេះ snow គឺយើងអត់ធ្វើឲ្យដិតទេយើងធ្វើឲ្យប្រៃផ្អែមឡំអញ្ចឹងខ្ញុំដាក់ស្ករចំនួន1ស្លាបបាយចូលម្សៅស៊ុប1ស្លាបកាហ្វេបន្ទាប់មកខ្ញុំដាក់អំបិលខ្ញុំដាក់1ស្លាបកាហ្វេដែរបន្ថែមប្រេងខ្យងបន្តិចចូលទៅបងប្អូនកុំដាក់ច្រើនពេកយ៉ាប់ពីប្រៃហើយស្ករកុំដាក់ច្រើនដោយសារយើងប្រើជាមួយនឹងខ្ទឹមបារាំងវាមានជាតិផ្អែមហើយបងប្អូនចង់ដាក់ម្រេចទៀតក៏បានដែរណាតែខ្ញុំអត់ដាក់ទេអាសាននៅផ្ទះខ្ញុំហ្នឹងមានអ្នកអត់ញ៉ាំម្រេចអញ្ចឹងណាចាយើងដាក់អំបែកវាទៅដុំទូចឲ្យសប់សិនមកចាំយើងដាក់គ្រឿងបន្តទៀតចូលសាច់ឆាខ្ញុំឆាយ៉ាងដាច់ទឹកអញ្ចឹងណាតែអត់ឲ្យក្រៀមទេអញ្ចឹងจะដាក់នេះផ្សិតជាកដោខ្ញុំហាន់ទូចបែបនេះបងប្អូនចង់កិនក៏បានអីក៏បានធ្វើច្រើនមានតែកិននេះលឿនណាខ្ញុំហាន់វាទូចល្អិតអញ្ចឹងមកហើយយើងឆាត្រឡប់ជាមួយនឹងសាច់ហ្នឹងពេលយើងឆាសិតជាកដោឆ្អិនហើយចាំយើងចាក់ខ្ទឹមបារាំងចូលនេះយើងឆាសិតជាកដោហ្នឹងឆ្អិនហើយអញ្ចឹងនេះខ្ទឹមបារាំងរបស់ខ្ញុំបងប្អូនដូចឃើញណាខ្ញុំហាន់ទូចអញ្ចឹងខ្ញុំដាក់ចូលមកអស់មកខ្ញុំដាក់1មើមតូចល្មមតែបើធំដាក់ពាក់កណ្ដាលហើយយើងឆាវាឲ្យឆ្អិនត្រឡប់មកតែមិនឲ្យរលួយណាហើយយើងភ្លក់វាទៅយើងភ្លក់វាណាតាមការចូលចិត្តតែដោយរសជាតិខ្ញុំនិយាយប្រាប់ចឹងដាក់ប្រៃផ្អែមឡំល្មមហើយយើងបិទភ្លើងទុកឲ្យត្រជាក់នេះបងប្អូនម្សៅខ្ញុំទុកបានកន្លះម៉ោងហើយខ្ញុំចាក់អស់ពាក់កណ្ដាលណាឥឡូវខ្ញុំដាក់ភ្លើងហឹមអញ្ចេះបងប្អូនឃើញទេខ្ញុំដាក់ភ្លើងហឹមហើយខ្ទះយើងហ្នឹងដំបូងយើងលាបចាក់ប្រេងឆាចូលបន្តិចមកហើយខ្ញុំលាបប្រេងឆាចូលក្នុងខ្ទះហ្នឹងបន្តិចដើម្បីកុំឲ្យវាជាប់តាមពិតខ្ទះហ្នឹងវាអត់ជាប់ទេតែពេលយើងចាក់ដំបូងអញ្ចឹងខ្ញុំធ្វើសាដើមឲ្យបងប្អូនមើលណាយើងចាក់ដំបូងអញ្ចឹងគឺយើងយកប្រេងឆាចាក់បន្តិចមកហើយយើងกระដាស់ចូលមកជូតចេះតាមពិតវាលេងជាប់ហើយដោយសារខ្ញុំលាបមិញមកសន្ទុះធំហើយខ្ញុំចាក់អស់ពាក់កណ្ដាលហើយយើងកូរវាឲ្យសព្វអញ្ចេះមកនេះឃើញទេលបាយវាឡើងខាប់ប៉ុណ្នេះណាចាហើយខ្ញុំប្រើមួយវែកហ្នឹងគឺសម្រាប់ខ្ទះទូចមួយប៉ុណ្ណឹងនេះមួយវែកប៉ុណ្ណឹងណានេះមកហើយបើកលែងឲ្យលឿនមកនេះលែងវាមកខ្ញុំអត់ចាក់ក្រាស់ពេកទេក្រាស់ពេកអត់ឆ្ងាញ់ទេណាណែស្ដើងពេកក៏យើងខ្ចប់អត់ជាប់ដែរគឺវាលហែកនេះបងប្អូនឃើញទេដាក់គ្របវាអញ្ចឹងហើយទុកវាប្រហែល1នាទីបងប្អូនប្រហែល1នាទីអត់ឲ្យក្រៀមទេណាហើយយើងអត់ប្រើវែកត្រឡប់ទេយើងយកមកចាក់លើចានដាក់ប្រេងឆានេះចានខ្ញុំដាក់ប្រេងឆាណាហើយយើងត្រឡប់វាមកចេះណាអូល្អិលជាប់គ្នាបាត់បងប្អូនឃើញទេតែពេលវាជាប់គ្នាអញ្ចឹងវាល្អិលខ្លាំងហ៎ភ្លាមអញ្ចឹងគឺវាស្អិតតែម្ដងវាស្អិតណាស្អិតបែបនេះអត់បោះចោលទេគ្រាន់យើងមូស្នូអត់បានទេយើងពលាវិញអត់បានអញ្ចឹងយើងទុកកាត់ញ៉ាំទៅចាំមើលខ្ញុំចាក់មួយទៀតនេះយើងចាក់វាមកអញ្ចឹងណាហើយបន្ទាប់មកខ្ញុំដួស snow ហ្នឹងតិចមកណាកុំដាក់ច្រើនពេកព្រោះអីខ្ញុំចាក់ខ្ទះទូចទេដាក់ច្រើនពេកមូអត់កើតទេណាចាហើយយើងប្រវត្តិវាមូមកនេះ
យើងទុកឲ្យវាក្តៅមូលទាំងក្តៅក៏បានពេលត្រជាក់ក៏បានអត់បញ្ហាតែសំខាន់ចានយើងរៀបប្រេងឆាពេលយើងចាក់យើងអត់លាបប្រេងឆាទេតែពេលយើងមូលគឺយើងត្រូវលាបប្រេងឆាឃើញទេប៉នេះហើយនេះហើយមួយហើយយើងលើកមកដាក់ចូលចានយើងមកណានេះអូយឃើញទេចាក់បានល្អណាឃើញទេហើយយើងធ្វើបន្តបន្ទាប់ទៀតទៅនេះបងប្អូនខ្ញុំធ្វើហើយណាបានល្អមែនតែនហើយអានេះសអស់ស្នូឃើញទេដាក់មកណាហើយអូយមើលនេះឡើងតន់ហ្មងថាមកដុំមកបងប្អូនណាហើយមើលនេះឃើញទេស្វិតអញ្ចឹងទុនស្វិតអញ្ចឹងបងប្អូនឥឡូវយើងយកមកញ៉ាំណាឥឡូវយើងរៀបចំញ៉ាំហ្នឹងគឺយើងអត់មានថែមគ្រឿងក្រៅអីទេដំបូងខ្ញុំថាជៀននំជើងជ្រូករបស់ខ្ញុំមានទូបកកហើយឥឡូវមកដល់ម៉ោងហើយអត់បានជៀនទេគៀកម៉ោងហើយចាក់មួយផ្លេតហើយឥឡូវខ្ញុំកាត់នំមកណានំហ្នឹងគឺយើងកាត់កង់វាអញ្ចឹងហើយបងប្អូនអាចជ្រលក់ក៏បានកាត់ក៏បានតែកាត់ទៅស្រួលញ៉ាំណាកាត់បែបហ្នឹងហើយចាំយើងរៀបចំដាក់បន្លែចូលដាក់សាច់ចូលទៀតហើយនឹងទឹកត្រីផ្អែមម្នាស់របស់ខ្ញុំនេះរៀបចំហើយណាបងប្អូនមានបន្លែមានទឹកសក់មានទឹកត្រីផ្អែមទឹកត្រីម្នាស់ណាបងប្អូនកុំភ្លេចតាមដានវីដេអូធ្វើទឹកត្រីម្នាស់របស់ខ្ញុំត្រូវគ្នាជាមួយនឹងហ្មងហើយនឹងប៉ាតេនំជើងជ្រូកអីដាក់តាមសញ្ញតាមការចូលចិត្តឥឡូវវីដេអូរបស់ខ្ញុំនឹងដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូននាងខ្ញុំអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បងប្អូនឃើញតំណងទេដំណងឲ្យឆ្ងាញ់ណាខ្ញុំអត់និយាយអួតទេវីដេអូមួយនេះគឺថាខ្ញុំពេញចិត្តមែនតែនហើយធ្វើបានល្អជាងមុនទៀតហើយវីដេអូលើកដែលខ្ញុំធ្វើលើកមុនហ្នឹងមានការគ្រប់គ្រងជាខ្លាំងគឺថាទូ view មែនតែនឥឡូវបងប្អូនអានេះល្អជាងមុនទៀតដោយសារខ្ញុំច្រាវជ្រាវហើយខ្ញុំធ្វើច្រើនដងអញ្ចឹងបងប្អូនកុំភ្លេច share ចែករំលែកឲ្យបងប្អូនយើងចេះធ្វើទាំងអស់គ្នាហើយពេញចិត្តវីដេអូ like ម្នាក់មួយតោះជំរាបលា